យើងបានពន្យល់យ៉ាងច្បាស់ថាតើទឹកមកពីណាហើយអ្នកណារារាំងវាដោយដៃរបស់គេពួកគេប្រហែលជាភ្លេចថាកាលពី3ថ្ងៃមុននេះពួកគេបានកាន់ប៉ែនិងបើកត្រាក់ទ័រដើម្បីសម្អាតដីនិងចាក់បំពេញប្រឡាយចាស់ចំនួន3ដែលបានការពារភូមិអស់រយៈពេលជាច្រើនទសទៅជាដីរាបស្មើពួកកំពុងធ្វើអ្វីខ្ញុំនៅតែចង់សួរអ្នកភូមិទាំងមូលកំពុងរងចាំដាំផ្លែស្ប៊ឺរីនិងបង្កើតទ្រព្យសម្បត្តិអ្នកគ្រាន់តែការពារប្រឡាយដែលបាក់នេះហើយជីកភពតើអ្នកកំពុងព្យាយាមរារាំងវិធីរកលុយរបស់អ្នកគ្រប់គ្នាមែនទេតើប៉ានិយាយមិនសមនឹងគាត់ទេអ្នកដែលបានឃើញពិភពលោកដ៏ធំនៅក្នុងស្រុកមិនអាចមើលឃើញយើងឆេងតូចរបស់យើងទេពេលខ្ញុំរកលុយលក់ផ្លែស្ប៊ឺរីសូមឲ្យគាត់ការពារព្រែកដែលបាក់នេះនឹងខ្យល់បក់ពីទីពីយប់ដើម្បីរក្សាទុកវាមិនមែនជាប្រឡាយសម្រាមទេប៉ុន្តែជាផ្លូវសម្រាប់បង្ហូរទឹកបើភ្លៀងធ្លាក់ខ្លាំងទឹកពេងដាននឹងកាន់តែក្រាស់ហើយមិនអាចបង្ហូរចេញបានឡើយយើងមិនទាន់បានដាំបណ្ដាសានៅឡើយទេដូច្នេះសូមប្រាប់ខ្ញុំពីចិត្តរបស់យេនមនុស្សគ្រប់គ្នាស្ដាប់គាត់ចាប់ផ្ដើមនិយាយពាក្យបាក់ទឹកចិត្តម្ដងទៀតខ្ញុំគិតថាគាត់មិនចង់ឃើញយើងទេអ្នកបានតាំងចិត្តបំពេញវាគ្មានប្រយោជន៍អ្នកណាបញ្ឈប់វាទេមិនទាន់ចប់ទេបទចម្រៀងដើរក្បួនអាចបំពេញបានតើអ្នកកំពុងធ្វើអ្វីដើម្បីទទួលបានរបស់បទចម្រៀងអាចបញ្ចូលបានប៉ុន្តែអ្នកត្រូវចុះធលេខាជាមុនសិនពួកគេគិតថាពួកគេកំពុងបំពេញនៅបទចម្រៀងដែលគ្មានប្រយោជន៍ដែលនឹងចូលតាមផ្លូវប៉ុន្តែពួកគេមិនដឹងថាភ្លៀងធ្លាក់ខ្លាំងដែលបំផ្លាញបន្ទុកនៃក្តីសុបិនបានរំកិលទៅក្រោយភ្នំដោយស្ងៀមស្ងាត់តាំងពីដំបូងដែលកានីត្រូវបានរង្គោះរង្គើហើយដាំផ្លែស្ប៊ឺរីនៅច្រកចូលភូមិខ្ញុំដឹងថាវានឹងក្លាយជាថ្ងៃនេះបងប្អូនជីដូនមួយចុះហត្ថលេខាលើវាលីនម៉ូមានន័យថាម៉េចវាមិនគួរឲ្យចាប់អារម្មណ៍ទេខ្ញុំបានរៀបរាប់អំពីទូនីតិរបស់ប្រឡាយនេះរួចហើយក្រោយពីចាក់ទឹកប្រឡាយរួចទឹកអាចនឹងស្ទុះឡើងវិញនិងរលួយសំណាប់នឹងស្រកឬអាចប៉ះពាល់ដល់ការបង្ហូរទឹកដីជុំវិញអ្នកទូចឲ្យបំពេញវាប៉ុន្តែអ្នកត្រូវតែទទួលផលវាគ្រាន់តែបំពេញប្រឡាយអ្នកកំពុងព្យាយាមបន្លាចនរណាម្នាក់ដូចជា Ken Session វាមិនមែនដើម្បីបន្លាចទេគឺដើម្បីបញ្ជាក់ពីការទទួលខុសត្រូវថ្ងៃនេះអ្នកនិយាយថាខ្ញុំបិទផ្លូវរកលុយប្រសិនបើមានអ្វីកើតឡើងនៅថ្ងៃស្អែកកុំនិយាយថាខ្ញុំមិនបានរំលឹកអ្នកអំពីការចាក់សម្រាមដោយស្ម័គ្រចិត្តនឹងការទទួលខុសត្រូវខ្លួនឯងលេនម៉ូអ្នកចាត់ទុកបងប្អូនជីដូនមួយរបស់អ្នកជាអ្នកខាងក្រៅនិងជាសាច់ញាតិទំនួលខុសត្រូវគឺជាការទទួលខុសត្រូវប្រសិនបើអ្នកស្ដាប់ដំបូន្មានអ្នកមិនចាំបាច់ចុះហត្ថលេខាលើក្រដាសនេះទេបើមិនស្ដាប់ទេត្រូវសរសេរឲ្យច្បាស់លីម៉ូសូមមេត្តាឈប់ធ្វើរឿងអាស្រូវបែបនេះទៀតទៅអ្នកមានការព្រួយបារម្ភបន្តិចប៉ុន្តែអ្នករាល់គ្នាក៏ចង់រកប្រាក់បន្ថែមដែរសញ្ញាគឺដូចនេះមនុស្សម្នាមុខមិនសូវស្អាតពេលយើងបាននិយាយថាមុខគឺសំខាន់ជាងឬជាធានាទីរិចបទនេះខ្ញុំមិនមែនជាមនុស្សតែម្នាក់ដែលបំពេញវាទេវាមិនមែនគ្រាន់តែនិយាយអំពីកន្លែងដែលទឹកនឹងទៅនោះទេគ្មានអ្នកណាចុះហត្ថលេខាថ្ងៃនេះទេនឹងមានការខាតបង់ពិតប្រាកដនាពេលអនាគតអ្នកណាអាចប្រាប់ច្បាស់ខ្ញុំមិនចង់ធ្វើខុសនរណាម្នាក់ទេហើយខ្ញុំក៏មិនចង់ធ្វើខុសពីអ្នកណាដែរអ្វីដែលឡៃម៉ូនិយាយគឺមិនសមហេតុផលទេអាខ្មោចកុំខ្លាចគាត់អីភ្លៀងធ្លាក់មុននេះហើយភូមិក៏មិនលិចដែរពីមុនអត់មានបារីទេព្រោះប្រឡាយនៅដំណើរការតើអ្នកមិនចង់ឲ្យខ្ញុំចុះហត្ថលេខាទេខ្ញុំបានចុះហត្ថលេខាខ្ញុំចង់មើលថាតើប្រឡាយដែលបាក់នេះអាចបាក់បានដែរឬទេបើវាពេញដោយទឹកលេនម៉ូប្រសើរជាងកុំធ្វើឲ្យមានបញ្ហាខ្ញុំក៏សង្ឃឹមថាវាមិនកើតឡើងដែរប៉ុន្តែខ្ញុំសង្ឃឹមថាវាមិនមែនជាប្រឡាយនោះទេផ្ទះកញ្ចក់ស្ប៊ឺរីនៅក្នុងភូមិថេងវ៉ាន់បានចាប់ផ្ដើមសាងសង់ជាផ្លូវការនៅថ្ងៃនេះគ្រប់គ្នាកំពុងរងចាំមើលពេលវេលានេះនៅឆ្នាំក្រោយភូមិយើងប្រកាសជាវិលមកវិញហើយនៅពេលដែលប្រឡាយម៉ូសេត្រូវបានបិទវានឹងមិនមានផ្លូវទេបើគ្មានផ្លូវទេទឹកនឹងរកផ្លូវបានហើយព្រោះខ្ញុំដឹងថាឈុយមិនដែលប្រឹក្សាជាមួយអ្នកដទៃពេលរកឃើញផ្លូវគាត់ទេខ្ញុំមិនបានបញ្ឈប់គាត់ទេខ្ញុំដឹងថាខ្ញុំមិនអាចខាត់គាត់បានទេនៅពេលដែលគាត់បានលើពាក្យថាខ្លាចជាអ្នកមាននៅក្នុងបេះដូងរបស់គាត់មនុស្សគ្រប់គ្នានឹងងាកទៅរកស្រូវរបស់គាត់ឈ្មោះឡៃម៉ូអ្នកពិតជាកំពុងជីកកកាយមើលអ្នកគ្រប់គ្នានៅក្នុងភូមិថេងវ៉ាន់កំពុងសាងសង់ផ្ទះកញ្ចក់ស្ប៊ឺរីមានតែបងប្អូនជីដូនមួយរបស់ខ្ញុំប៉ុណ្ណោះដែលនៅការពារប្រឡាយដែលខូចអ្នកផ្សេងទៀតរវល់រកលុយគាត់រវល់ជីក្តីតើនេះហៅថាអ្វីនេះហៅថាជីវិតគ្មានទ្រព្យលីម៉ូកុំបន្ទោសមនុស្សគ្រប់គ្នាថាមិនអាចរកលុយបានច្រើនពីការដាំពោតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះមនុស្សវ័យក្មេងត្រូវការលុយដើម្បីរៀបការមនុស្សចាស់ត្រូវការលុយទៅជួបគ្រូពេទ្យកុមារក៏ត្រូវការលុយដើម្បីទៅសាលារៀនដែរអ្នកណាមិនល្បួងពេលលើថាផ្លែស្ប៊ឺរីអាចរកលុយបានមីងឲ្យដោយសារគ្រួសារអ្នកដាំរួចប្រឡាយទឹកនៅជាប់ស្រកនឹងហូរចេញកុំបំពេញវាទាំងអស់ខ្ញុំនឹងត្រឡប់ទៅនិយាយជាមួយអ្នកពូហ្វូនិយាយវាប៉ុន្តែខ្ញុំដឹងថាវាប្រហែលជាមិនមានប្រយោជន៍ទេលោកឆេនខ្ញុំបានសង់ប្រឡាយនេះកាលនៅក្មេងឪពុករបស់អ្នករត់ជុំវិញភូមិទាំងអក្រាតកាយប្រសិនបើខ្ញុំមិនអាចចុះបានខ្ញុំនៅតែត្រូវការជំនួយរបស់អ្នកប្រញាប់ឡើងហើយរៀបចំឃ្លាំងមួយថ្ងៃមុនផ្លែឈើនឹងមានលក់លើទីផ្សារក្នុងមួយថ្ងៃមុនពេលកំណត់2-3 សេនបន្ថែមក្នុង1គីឡូក្រាមគឺជាប្រាក់ពួកគេផ្អែមល្ហែមណាស់វាផ្អែមប្រឡាយទឹកម៉ូសេមិនមែនសម្រាប់ថ្ងៃដែលមានពន្លឺថ្ងៃទេប៉ុន្តែសម្រាប់ថ្ងៃវស្សា
មកដល់ហើយមកនេះដាំស្ប៊ឺរីគុំទៅតាមបរិមាណដែលបានចុះបញ្ជីកាលពីយប់មិញបណ្ដុំនៃសំណាបនេះជាពូជដែលចាស់ទុំដំបូងហើយត្រូវបានគេធ្វើជាបំណែកផ្លែភាពផ្អែមល្ហែមគឺខ្ពស់ដរាបណាវាត្រូវបានគ្រប់គ្រងល្អវាអាចលក់បានក្នុងតម្លៃខ្ពស់មនុស្សមួយចំនួនមិនជឿថាយើងអាចរកលុយបាននៅថ្ងៃនេះទេឲ្យគាត់ឃើញកូនស្ប៊ឺរីភ្លាមពេលចូលភូមិថ្ងៃល្អនៃភូមិថេងវ៉ាន់នឹងចាប់ផ្ដើមលេនម៉ូក៏មកមើលសំណាបតើគាត់មិនបាននិយាយថាដីរបស់យើងនឹងត្រូវជន់លិចឬហេតុអ្វីបានជាអ្នកខ្លាចថាអ្នកនឹងមិនអាចទិញផ្លែស្ប៊ឺរីក្នុងតម្លៃថោកនាពេលអនាគតមកស្គាល់ពូជាមុនសំណាបទាំងនេះបាននៅលើផ្លូវអស់រយៈពេល2 3ថ្ងៃពួកគេទាំងអស់សុទ្ធតែជាសំណាបដ៏ល្អកុំបារម្ភតើពូជនេះសមស្របសម្រាប់ដីដែលមានសម្ពាធទាបដែរឬទេតើវាសមស្របសម្រាប់ដីដែលមានសម្ពាធទាបដែរឬទេតើវាស័ក្តិសមសម្រាប់ដីដែលមានសម្ពាធទាបដែរឬទេមានគួយយីងមិនក៏ស្ដាប់គាត់ឡើយចេញជាអ្នកលក់កូនឈើអាជីពប៉ុន្តែគាត់មិនស្គាល់ភូមិហងលេងច្រើនជាងគាត់ទេពួកគេបានដាំពូជនេះកាលពីឆ្នាំមុនតើពួកគេបានរកលុយទេអ្នករាល់គ្នាបានឃើញដីការទិញវាគឺ100គ្មានហានិភ័យប៉ុន្តែឲ្យតែអ្នកអាចគ្រប់គ្រងវាបាននោះប្រកាសជាមានប្រាក់ចំណេញដូច្នេះមនុស្សជាច្រើននៅក្នុងភូមិរបស់អ្នកនឹងដាំវាជាមួយគ្នាវាក៏មានភាពងាយស្រួលផងដែរក្នុងការមកទីនេះដើម្បីទិញខ្ញុំឬថាអត់មានដាំខ្នាតធំទេកាលពីមុនគ្រួសារមួយអាចធ្វើអាជីវកម្មតូចតាចប៉ុណ្ណោះហើយមិនអាចរកប្រាក់បានលើកនេះទូលក់ដំណាំទាំងអស់គ្នាក៏ពិតជាវិលវិញមិនខានលេងម៉ូចង់មកខ្ញុំអីខ្លះគម្រោងចាំយើងរកលុយគាត់ថាខ្ញុំមិនបាននាំអ្នកមកគ្រួសារខ្ញុំនឹងមិនដាំស្ប៊ឺរីក្នុងឆ្នាំនេះហេតុអ្វីបានជាអ្នកមិនដាំប្រឡាយទឹកវាមើលទៅដូចជាក្តីសង្ឃឹមថ្មីពីចម្ងាយប៉ុន្តែខ្ញុំដឹងថាកាន់តែក្រាស់ផ្លូវទឹកកាន់តែស្ទះពេលភ្លៀងធ្លាក់ស្រកទាំងនេះប្រៀបដូចជាអាងដែលជីកក្នុងដីទឹកមិនអាចចេញមកបានទេបងប្អូនទាំងអស់គ្នាប្រញាប់ដាំកូនឈើមុនពេលភ្លៀងធ្លាក់នេះគេហៅថាការដាំល្អរបស់ព្រះខ្ញុំគ្រាន់តែស្រោចទឹកហើយវាមានក្លិនដូចភ្លៀងធ្លាក់ខ្ញុំសង្ឃឹមថាវាគ្រាន់តែជាខ្ញុំមិនចេះខ្វល់ខ្វាយខ្ញុំអាចរារាំងទឹកបើមិនអញ្ចឹងទេយ៉ាងហោចណាស់ខ្ញុំអាចបង្ហូរទឹកដែលនៅត្រឹងនៅទីនេះលេនម៉ូដាំស្ប៊ឺរីពីរជួរនៅផ្ទះមានស្លឹកលឿងយប់មិញមិនមានភ្លៀងច្រើនទេហេតុអ្វីបានជាវាដូចនេះតើខ្ញុំគួរធ្វើដូចម្ដេចប្រសិនបើទឹកមិនត្រូវបានបង្ហូរដំបូងត្រូវជីកប្រឡាយរាក់ក្បែរស្រកដើម្បីនាំទឹកចេញដំបូងត្រូវលើកស្មៅឡើងនៅផ្នែកខាងក្រោមដើម្បីឲ្យវាដកដង្ហើមបន្ទាប់ពីត្រាំឬយូរពេកសំណាបនឹងមិនអាចងើបឡើងវិញបានទេលេនម៉ូហេតុអ្វីបានជាអ្នកនៅទីនេះម្ដងទៀតស្លឹក Astragalus គឺធម្មតានៅពេលអ្នកនិយាយថាមិនអីទេវាមិនអីទេម្សិលមិញខ្ញុំថាខ្ញុំអាចជួបបានហើយថ្ងៃនេះខ្ញុំថាវាស្អុយលេនម៉ូអ្នកមិនអាចរងចាំឲ្យអ្នកគ្រប់គ្នាបំភ្លឺបានទេខ្ញុំសង្ឃឹមថាអ្នកគ្រប់គ្នាសុខសប្បាយជាទេហេតុនេះហើយបានជាខ្ញុំនិយាយថាវាមិនមែនជារឿងធម្មតាទេដែលមានទឹកនៅក្នុងស្រែបន្ទាប់ពីមានភ្លៀងធ្លាក់អ្នកណាធ្វើស្រែមិនដែលឃើញម៉ែទឹកពូនេះមិនមែនជាវាលធម្មតាទេវាជាផ្ទះកញ្ចក់នៅពេលដែលគ្នាស្រូវបានគ្រប់នោះវាត្រូវខ្យល់នឹងទឹកហើយឬមិនត្រូវបានអនុញ្ញាតឲ្យផ្លាស់ទីឡើយវានឹងមានសភាពងាយស្រួលអូវាជារឿងធម្មតាទេនៅពេលដែលវាត្រូវបានជ្រើសរើសវានឹងល្អនៅពេលដែលព្រះអាទិត្យចេញមកនៅរដូវក្តៅកុំភ័យអីបោះហ្សេងតើខ្ញុំគួរធ្វើអ្វីជាមួយទឹកកុំជីកកាយនៅក្នុងរោងដែលទើបនឹងសាងសង់ការជីកនឹងជីកដីនឹងបន្ធូរដីវានឹងកាន់តែមានបញ្ហាអ្នកប្រកាសថាវាមិនត្រូវការបង្ហូរទឹកទេយុវជនធ្វើស្រែមិនភ្ញាក់ផ្អើលយើងបានលក់កូនឈើអស់ជាច្រើនឆ្នាំមកហើយការស្រោចទឹកនិងការប្រមូលទឹកមិនដូចគ្នាទេតើអ្នកជាអ្នកលក់សំណាបឬឡើយចេញជាអ្នកលក់សំណាបពួកគេកាន់តែមានឆន្ទៈក្នុងការជឿថាគ្មានអ្វីខុសទេព្រោះតម្លៃនៃអ្វីដែលកើតឡើងគឺខ្ពស់ពេកជីកប្រឡាយរាក់ក្បែរស្រកទឹកខ្លួនឯងល្អជាងបើទោះជាមិនជ្រៅក៏ល្អជាងលងក្នុងទឹកតើអ្នកណាហ៊ានរំខានទោះជាយ៉ាងណាក៏ដោយរោងរបស់ខ្ញុំមិនជីកប្រឡាយល្អនៅក្បែរស្រកនោះទេវាមិនមែនជាបញ្ហាធំទេវាមិនមែនជាបញ្ហាធំទេទឹកត្រូវបានលាតត្រដាងវាទើបតែឈប់នៅទីនោះមួយរយៈវាមានភ្លៀងធ្លាក់និងទឹកសន្សើមភ្លៀងធ្លាក់ខ្លាំងម្ដងម្កាលខ្ញុំចង់ឮសំឡេងផ្សេងទៀតវាជាសំឡេងទឹកបណ្ដាលរកផ្លូវក្រោមដីបន្ទាប់ពីវាស្ទះលេនម៉ូតើអ្នកអាចថតរូបអ្វីបានហើយប្រៀបធៀបវាជាមួយនឹងអ្វីដែលនៅកន្លែងកើតហេតុតោះមើលអ្នកទាំងអស់គ្នាស្ដាប់កូនស្ប៊ឺរីទើបតែដាំហើយគាត់ចាប់ផ្ដើមរៀបចំភស្តុតាងគាត់មិនរំពឹងថានឹងមានអ្វីកើតឡើងចំពោះយើងទេដើមឈើសុទ្ធតែមកពីភូមិមួយហេតុអ្វីបានជាអ្នកថតរូបទាំងនេះ
ចុះបើយើងបញ្ជូនគេទៅធ្វើឲ្យអ្នកដទៃសាយចំអកភូមិយើង អ្នកបាញ់នៅទីនេះជារៀងរាល់ថ្ងៃហើយធ្វើឲ្យអ្នករាល់គ្នាភ័យស្លន់ស្លោ បើនរណាម្នាក់មិនហ៊ានបន្តវិនិយោគលើការខាតបង់តើអ្នកណាសង តារាប់ណាអ្នករាល់គ្នាធ្វើតាមហើយមានអ្វីខុសតើប៉ានឹងខ្លាចអ្វី ខ្ញុំនៅតែមិនជឿថាភ្លៀងអាចបំភ័យយើង លោកពូ Belgian អ្នកត្រូវតែសរសេរចុះប៉ុន្មានថ្ងៃកន្លងមកនេះ ដីណាមានប្រឡាយពេញដីណាមានទឹកកកុញហើយប្រឡាយណាគ្មានលូ អ្នករាល់គ្នាមានអារម្មណ៍ខ្ពស់ឥឡូវនេះ បើខ្ញុំចាំរបស់ទាំងនេះមិនមែនមានន័យថាខុសទេ បើខ្ញុំមិនចាំថាមានអ្វីកើតឡើងទេវានឹងកាន់តែមិនច្បាស់អ្នកគឺជាមេភូមិ មានរឿងអី អ្នកភូមិចាស់អាចខឹង ប៉ុន្តែដើម្បីរក្សាទុកដីក្នុងភូមិភស្តាងតែមួយមុខមិនគ្រប់គ្រាន់ទេ នៅទីបញ្ចប់អ្នកណាម្នាក់ត្រូវជីកប្រឡាយ ខ្ញុំដឹងថាកំណប់ទ្រព្យអ្វីត្រូវបានរកឃើញម្ដងទៀត តើអ្នកត្រៀមខ្លួនហើយឬនៅក្នុងការរើចេញពីដូនតាហើយនិយាយថាយើងមិនអាចដាំ ផ្លែសិទ្ធិបរិយបានទេ របស់ដែលដូនតាយើងបន្សល់ទុកមិនចាំបាច់ជារបស់ចាស់ទេ ខ្លះជាបទពិសោធន៍សង្គ្រោះជីវិតគ្រាន់តែប្រកាន់ខ្ជាប់នៅបទពិសោធន៍របស់អ្នក យើងមិនដឹងថាភ្លៀងធ្លាក់ដល់ដីកម្រិតណាទេនៅពេលដែលយើងយាមផ្លែសិទ្ធិបរិយ ថ្ងៃនេះរឹតតែខ្លាំងជាងកាលពីម្សិលមិញ ធ្វើការលឿនជាងហើយដាំឲ្យបានល្អហើយទទួលបានផ្លែឆាប់ អ្នកណាដែលចង់រកលុយក្នុងឆ្នាំនេះនឹងរកលុយបានមុនគេហេតុអ្វីបានជាអ្នកមិនរងចាំបន្តិចសំណាបទាំងអស់ត្រូវបានដាំហើយស្រកត្រូវបានសាងសង់ឥឡូវនេះលុយនៅមុខសួនមិនត្រូវបោះចោលឥតប្រយោជន៍ទេនៅពេលដែលផ្លែស្បឺរីរបស់អ្នកដទៃត្រូវបានក្នុងតម្លៃខ្ពស់ជាងនេះកុំបន្ទោសខ្ញុំចំពោះការមិនរំលឹកគេថាលុយរបស់គ្រួសារអ្នកត្រូវបានវិនិយោគឥឡូវនេះបើអ្នកស្ទាក់ស្ទើរអ្នកនឹងបាត់បង់បន្ថែមទៀតមិនអីទេបន្ទាប់មកស្ដាប់ហ្គេងរបស់អ្នកដីនៅតែសាមជាមួយជីកុំប្រញាប់ប្រញាល់ដាក់ឬវានឹងមិនចំណាយពេលសម្រាប់ការដាំជីវាកាន់តែងាយស្រួលក្នុងការដុតសំណាបលីនម៉ូសូមេតាឈប់ចាក់ទឹកត្រជាក់មកលើខ្ញុំក្នុងគ្រាដ៏លំបាកបានទេខ្ញុំកំពុងនិយាយការពិតអ្វីដែលសំខាន់បំផុតនៅពេលនេះគឺត្រូវការអ្នកបន្តនិយាយថានេះនឹងមិនដំណើរការវានឹងមិនដំណើរការជារៀងរាល់ថ្ងៃក្នុងករណីមាននរណាម្នាក់មិនហ៊ានថែរក្សាវាហើយប៉ះពាល់ដល់ការប្រមូលផលអ្នកទទួលខុសត្រូវចំពោះរឿងខុសវាមិនត្រឹមត្រូវទេដោយសារយើងទាំងអស់គ្នាធ្វើការជាមួយគ្នាពិតមាត់លេនម៉ូខ្ញុំកំពុងប្រាប់អ្នកថាខ្ញុំបាននាំអ្នករាល់គ្នាទៅធ្វើការលើ Wilsbury នេះប្រសិនបើអ្នកខ្លាចជាភូមិ Tenwin នៅឆ្នាំនេះអ្នកត្រូវតែចងចាំខ្ញុំមិនអីទេកុំបំភ័យមនុស្សដែលមានតំបន់ខូចមួយចំនួនហើយកុំប្រើអ្វីដែលអ្នកបានរៀននៅក្នុងស្រុករឿងតូចតាចនោះធ្វើឲ្យយើងខ្ញុំដែលធ្វើស្រែចម្ការអស់មួយជីវិតពូ Belgian បានចាក់ទឹកពេញប្រឡាយតូចមួយក្បែរស្រកក្នុងតំបន់សំខាន់ដោយមិនទុកទឹកឡើយភ្លៀងធ្លាក់ខ្លាំងហើយស្រទាប់ទាំងអស់ត្រូវបានបង្ហូរបើមានភ្លៀងធ្លាក់យើងទាំងអស់គ្នាមានដើមទ្រូងដ៏រឹងមាំជាច្រើនជុំគ្នាយើងខ្លាចមានភពពីរបីបើមានមនុស្សច្រើនពេកយើងខ្លាចអ្នកទឹកចង្អុលទៅកន្លែងទៀបហើយចង្អុលផ្លូវពូឆេនហេតុអ្វីបានជាអ្នកដើរតាមលេនម៉ូដើម្បីបន្លាចមនុស្សក្វែងថេងខ្ញុំមិនព្យាយាមបំភ័យអ្នកទេនៅភូមិភាគខាងលិចឪពុកឯងមិនហ៊ានថតការនៅក្មេងទេហេតុអ្វីព្រោះកន្លែងនេះមើលទៅជាសំប៉ែតហើយមានប្រឡាយចាស់ដែលជីកនៅពីក្រោមបើទឹកអាចហូរតាមប្រឡាយប៉ុន្តែគ្មានទឹកទេវាគ្រាន់តែខួងចូលក្នុងស្រុកប៉ុណ្ណោះពេលវេលាបានផ្លាស់ប្ដូរយើងមិនមានលក្ខខណ្ឌពីមុនមកទេឥឡូវនេះយើងខ្លាចថាយើងមិនអាចដាំបានព្រោះយើងមានតង់នៅក្នុងស្រុកដើម្បីទប់ទឹកភ្លៀងតង់អាចទប់ទឹកភ្លៀងពីលើមេឃប៉ុន្តែពួកគេមិនអាចរារាំងទឹកដែលអាំងនៅក្រោមដីបានទេកុំបំភ័យខ្លួនឯងដោយស្ដាប់ពាក្យចាស់ភូមិហុងលីងអាចដាំបានយើងក៏អាចធ្វើបានដែរប្រញាប់ទៅធ្វើការគ្មានអ្នកណានៅក្នុងភូមិស្ដាប់ទេបើមិនស្ដាប់ទេត្រូវថែផ្ទះខ្លួនឯងនឹងដីភូមិទាំងមូលសិនភូមិទាំងមូលនឹងធ្វើការរួមគ្នាដើម្បីការពារអ្នកប្រសិនបើអ្នកមិនអាចយកវាទៅតែម្នាក់ឯងទេសូមរំលឹកខ្ញុំប្រសិនបើអ្នកអាចធ្វើបានប៉ុន្តែកុំប្រើផ្ទះផ្ទាល់ខ្លួនរបស់អ្នកដើម្បីបង្កភាពច្របូកច្របល់ពីអ្នកដទៃខ្ញុំដឹងថានេះមិនមែនជាភ្លៀងតិចទេនេះជាភ្លៀងធ្លាក់ច្រើនថ្ងៃហើយហៀបនឹងធ្លាក់កូនឲ្យកុំចូលទៅក្នុងទឹកជ្រៅខ្ញុំនឹងមើលអ្នកពិតដែលចង់ត្រូវគេទះមុខ
វាមិនមែនជាខ្ញុំទេវាគឺជាផ្លូវទឹកដែលបិទដោយដៃរបស់អ្នកជាសំណាងល្អវាត្រូវបានជំរះ ទឹកបានធ្វើដំណើរឆ្ពោះទៅបឹងអត្ថច័ន្ទកន្លែងដែលគេសន្មត់ថាត្រូវបានទៅភ្ជាប់ពីដំបូងឥឡូវនេះពោពេញទៅដោយភាពរអិលមិនមានវិធីដើម្បីរក្សាទឹកភ្លៀងទេវាអាចហូរទៅទាំងសងខាងទើបជន់លិចត្រើយខាងលិចភូមិទឹកឥឡូវនេះប្រមូលផ្ដុំឥឡូវយើងត្រូវរៀបចំឲ្យប្រជាពលរដ្ឋជីកប្រឡាយលូបណ្ដោះអាសន្នបើមិនដូច្នេះទេទឹកនឹងហូរចូលស្រកខ្ញុំគ្រាន់តែសួរសំណួរថាតើវាអាចទប់បានឬអត់ទឹកឡើងខ្ពស់ទៅដោយគ្មានផ្លូវឥឡូវនេះនៅតែមានពេលវេលាដើម្បីជីកខ្ញុំនឹងទៅមើលថាតើខាងនេះអាចបិទបានដែរឬអត់បើវាខ្ពស់ជាងយ៉ាងហ្គេងខេងអ្នកមិនអាចបិទច្រកចូលស្រកបានទេទឹកកាន់តែស្ទះវាកាន់តែខ្ពស់តើអ្នកកំពុងធ្វើអ្វីនៅទីនេះប្រញាប់ឡើងហើយជីករណ្ដៅពីជ្រុងអាគ្នេយ៍ដើម្បីបង្វែរទឹកទៅសាអត្ថច័ន្ទប្រសិនបើអ្នកមិនជីកឬជីកទេអ្នកត្រូវត្រាំជ្រុងស្រកដែលទើបចុចថ្មីនៅទីនោះនៅពេលដែលអ្នកជីកស្រកជ្រុងនឹងរលុងអ្នកក៏អាចជួសជុលសំណាបហើយត្រាំវាពេញមួយយប់គ្មានសំហេតុសំផលទេទឹកមិនទាន់ចូលច្រើនទេគ្រាន់តែបិទទ្វារផ្ទះទឹកចេញមកពីដីនិងចំហៀងស្រកមិនមែនមកពីមាត់ទ្វារទេបើមិនអាចរារាំងបានទេប្រញាប់និយាយថាគុំធ្វើឲ្យពិបាកតើអ្នកជាអ្នកបង្កបញ្ហាមែនទេតើវាជាទឹកដែលអ្នកកំពុងរារាំងទេកុំរារាំងផ្លូវជីវិតរបស់មនុស្សគ្រប់រូបខ្ញុំនឹងជីករននៅជ្រុងភាគអាគ្នេយ៍សម្រាប់ទឹកខ្ញុំនឹងមិនបំភ័យអ្នកទេវានឹងមកនៅពេលដែលវានិយាយថាវានឹងមកបើមិនបើកទេត្រូវជីកវាឲ្យទឹកមានរន្ធនិងពុកចង្ការចុះបន្តិចកុំជីកត្រង់ទៅស្រះអត្ថច័ន្ទបើកជំរាលហើយឲ្យទឹកហូរចេញបើខ្ញុំដឹងច្បាស់ជាងនេះខ្ញុំនឹងស្ដាប់អ្នកហើយខ្ញុំខ្លាចថាខ្ញុំមិនអាចជួយសង្គ្រោះកូនឈើពីរដើមនៅក្នុងផ្ទះបានហើយឲ្យគាត់ទៅយើងទាំងអស់គ្នាបានត្រាំក្នុងទឹកដូច្នេះវាតាក់ទាញវាគឺលេងម៉ូដែលយកទឹកមកទីនេះបើគាត់មិនបានជីកប្រឡាយនោះទេហេតុអ្វីបានជាពេងប៉ងរបស់យើងបែបនេះលេងម៉ូថ្ងៃនេះអ្នកត្រូវបកស្រាយទាំងអស់គ្នាយើងទាំងអស់គ្នាត្រូវបានជន់លិចនៅទីនេះផ្ទះរបស់អ្នកមិនអីទេអ្នកហ៊ាននិយាយថាវាមិនពាក់ព័ន្ធនឹងអ្នកទេបងប្អូនជីដូនមួយរបស់ខ្ញុំកុំនិយាយមិនសមហេតុផលខ្ញុំកំពុងនិយាយមិនសមហេតុសមផលអ្នកជីកប្រឡាយដោយខ្លួនឯងជាលទ្ធផលផ្ទះរបស់អ្នកឈ្មោះពេងត្រូវបានជន់លិចតើអ្នកណាទៀតគាត់ដឹងជាមុនថាមានអ្វីនឹងកើតឡើងហើយចេតនាបង្វែរទឹកមកខាងយើងរឿងដែលខ្ញុំខ្លាចនៅទីបំផុតបានមកដល់ប៉ុន្តែសំណាងល្អដែលខ្ញុំបានត្រៀមខ្លួនសម្រាប់វាពូបែវយិនបានជូនដំណឹងដល់អ្នកតំណាងឆៃលិនឲ្យហៅបងប្អូនជីដូនមួយរបស់ខ្ញុំយ៉ាងហៅលោកឆែននិងមនុស្សដែលជីកផ្លូវចូលអគារការពីមិញដើម្បីទៅផ្ទះចាស់មួយបន្ទប់នៅក្នុងភូមិតើខ្ញុំអាចធ្វើអ្វីបាន
ចង់លាក់ទៅគោក្នុងភក់ខ្ញុំមិននៅបន្ទប់តែមួយទេនៅចំពោះមុខអ្នកគ្រប់គ្នាប្រាប់ខ្ញុំឲ្យច្បាស់ថាតើទឹកមកពីណាវាទៅដោយរបៀបណាហើយអ្នកណាជាអ្នករារាំងវាលីនម៉ូថ្ងៃនេះអ្នកត្រូវបញ្យល់ឲ្យច្បាស់ថាហេតុអ្វីបានជាស្រករបស់អ្នកពុំទាំងមូលត្រូវត្រាំប៉ុន្តែដីរបស់អ្នកមិនអីទេហេតុអ្វីបានជាយើងមិនអាចរុញទឹកចេញពីស្រករបស់យើងទឹករបស់អ្នកហូរយ៉ាងលូនតើអ្នកបានជីកប្រឡាយដើម្បីបង្វែរទឹកមកយើងទេមនុស្សគ្រប់គ្នាបានរវាតើយើងមិនបានចោទប្រកាន់គាត់ដោយអយុត្តិធម៌ថាបានចុះហត្ថលេខាលើឯកសារហានិភ័យជាមុននឹងជីកកាយជាមុនទេលីឆេងបានប្រែក្លាយថាគ្រួសាររបស់គាត់មិនអីទេហើយភូមិរបស់យើងទាំងមូលបានជួបគ្រោះថ្នាក់អត់តើវាជារឿងធម្មតាទេវាពិតជាចៃដន្យបែបនេះគាត់ពិតជាដឹងពីរបៀបជួយមនុស្សគ្រប់គ្នាគាត់គួរតែផ្ដោតលើខ្លួនឯងចូលយើងឈប់ឆ្លោះគ្នាថ្ងៃនេះអ្នករាល់គ្នាមកទីនេះដើម្បីបញ្ជាក់ឲ្យច្បាស់តើអ្នកណាគួរទទួលខុសត្រូវហើយអ្នកណាមិនគួរទទួលខុសត្រូវប្រសិនបើអ្នកមិនអាចពឹងផ្អែកលើការស្រែកទេអនុញ្ញាតឲ្យគាត់និយាយវាត្រូវបានសរសេរយ៉ាងច្បាស់នៅលើវាទី1ប្រឡាយលូចាស់ទទួលខុសត្រូវលើការបង្ហូរដីសម្ពាធទៀតនៅខាងលិចភូមិទី2ការចាក់បំពេញប្រឡាយលូចាស់អាចបណ្ដាលឲ្យមានទឹកបំរុងទុកនិងរលួយនឹងស្រកទី3អ្នកពាក់ព័ន្ធក្នុងការចាក់សម្រាមត្រូវបានជូនដំណឹងហើយនឹងទទួលរងការខាតបង់ជាបន្តបន្ទាប់នេះបញ្ជាក់ថាយើងចុះហត្ថលេខាប៉ុណ្ណោះប៉ុន្តែវាមិនអាចបញ្ជាក់ថាទឹកមិនហូរទេវាគឺជាអ្នកដែលបានដឹកនាំផ្លូវគេថាផ្លូវទឹកត្រូវគេជីកនៅខាងលិចភូមិភ្លៀងធ្លាក់ខ្លាំងហើយក្បាលប្រឡាយត្រូវបានបិទហើយទឹកបានហូរចូលស្រកខាងត្បូងសៀវភៅនេះត្រូវបានទន្ទេញចាំកាលពីក្មេងសៀវភៅនេះនិយាយអំពីវិធីជួសជុលប្រឡាយទាំង3តើទឹកមកពីណាខ្ញុំដឹងច្បាស់ជាងអ្នកណាដែលសៀវភៅចាស់អាចពន្ធទៅបានអ្នកណាដឹងថាអ្នករៀបចំវានេះគឺជាប្រឡាយទី1នេះគឺជាប្រឡាយទី2នេះគឺជា Crescent Pond នេះជាដីទំនាបនៅខាងលិចភូមិទីតាំងដែលអ្នកសង់រោងនោះគឺនៅជាប់ប្រឡាយមេទឹកគួរតែហូរមកទីនេះប៉ុន្តែអ្នកបានពេញទឹកនៅទីនេះហើយគ្មានផ្លូវទៅដល់ប្រឡាយស្រកទេរូបភាពនេះពិតជារូបភាពចាស់ដែលបន្សល់ទុកនៅក្នុងភូមិលេនម៉ូបានបង្ហាញវាឲ្យខ្ញុំពីថ្ងៃមុនមើលចុះទឹកមកពីខាងភ្នំនៅពេលដែលវាទៅដល់ផ្នែកនេះវាត្រូវបានបំពេញនឹងរារាំងហើយបន្ទាប់មកចាក់ចូលទៅក្នុងកន្លែងដែរអាសម្ពាធទាបនេះធ្លាប់ជាប្រឡាយក្បាលអ្នកឃើញទេទឹកហូរមកទីនេះរហូតដល់វាមិនអាចឆ្លងកាត់បានហើយបន្ទាប់មកវាទៅទាំងសងខាងប៉ុន្តែផ្ទះរបស់គាត់គឺល្អមើលប្រឡាយខ្ញុំទៅស្រេះយាយ៉ាមិនមែនដល់កន្លែងស្រកទេគេអាចមើលឃើញថាប្រឡាយផ្ទះរបស់លេនម៉ូហូទៅទិសនិរដីតំបន់ស្រមោចនៅខាងកើតទឹកមិនអាចឡើងភ្នំបញ្ច្រាសបានទេវាមិនពាក់ព័ន្ធនឹងលេនម៉ូទេលេនម៉ូគឺខុសខ្ញុំមិនគួរស្ដាប់អ្នកទេខ្ញុំមិនគួរគ្រាន់តែទទួលខុសត្រូវលើអ្នកទេប៉ាខុសហើយខ្ញុំខុសហើយខ្ញុំយ៉ាងគួនហេងគិតថាលេនម៉ូនៅតែអាចរក្សាទុកសំណាបស្បឺរីជាច្រើនដែលត្រាំយូរពេកវាច្បាស់ជាមិនដំណើរការទេស្រកខ្លះនឹងត្រូវរុះរើប៉ុន្តែដីអាចត្រូវបានរក្សាទុកដំបូងជីកប្រឡាយមេហើយឲ្យទឹកត្រូវរុញចេញបន្ទាប់មកជំរះមាត់នៃស៊ុបព្រះចាងទីបំផុតវាអាស្រ័យទៅលើស្ថានភាពដីប្រសិនបើសំណាបអាចត្រូវបានរក្សាទុកប្រសិនបើសំណាបមិនអាចត្រូវបានរក្សាទុកពួកគេអាចត្រូវបានreplanted ជាមួយបន្លែលឿននិង strawberries ប្រសិនបើអ្នកលែងដាំវានៅទីខ្ពស់ទៀតហើយអ្នកអាចព្យាយាមដាក់ដីបន្ថែមទៀតហើយជីកដីកុំរារាំងវាសម្រាប់ពេលបច្ចុប្បន្នសូមឲ្យដីមានជីវិតជាមុនសិនវាសំខាន់ជាងអ្វីទាំងអស់ឈប់គ្រាន់តែធ្វើអ្វីដែលអ្នកនិយាយប៉ាអ្នកពិតជាស្ដាប់គាត់ឬអត់ស្ដាប់អ្នកខ្ញុំបានឮថាអ្នកមានពងបែកនៅលើកដៃរបស់អ្នកកុំជីកត្រង់នឹងអង្កត់ទ្រូងអ្នកមិនអាចជីកជ្រៅនៅទីនេះទេអ្នកត្រូវទុកកនពីមុនពេលទឹកនៅក្នុងស្រះច័ន្ទពេញពូឆេនឯងចាស់ហើយនៅតែអាចមើលបានច្បាស់ប្រឡាយនេះត្រូវបានជីកដោយឪពុករបស់អ្នកកាលពីខ្ញុំនៅក្មេងបើមិនជឿខ្ញុំនឹងជឿទឹកយប់មិញឡៃម៉ូនឹងបន្តនៅថ្ងៃស្អែកយើងមិនអាចឈប់នៅយប់នេះទេឥឡូវនេះយើងកំពុងជីកតែផ្នែកទី1ប៉ុណ្ណោះប្រឡាយគឺជ្រៅនឹងរាក់ទឹកហៀបនឹងហៀបញ្ជូនមនុស្ស2នាក់ទៅយាមនៅច្រកចូលតាំងវានឹងរស់កុំជីកជ្រៅនៅទីនេះធ្វើឲ្យរនតូចជាងនៅទីនោះ
ពូហ្វតប្រឡាយតូចនេះនៅជាប់ផ្ទះរបស់អ្នកត្រូវតែភ្ជាប់ទៅប្រឡាយមេសំណាបរបស់មីងគុយយីងរលួយកុំស្ទាក់ស្ទើរក្នុងការដកសំណាបល្អចេញសំណាបដែលនៅតែបៃតងកាលពីម្សិលមិញមិនអាចរស់បានទេពួកវាលួយនៅក្នុងដីហើយនឹងប៉ះពាល់ដល់អ្នកដែលនៅក្បែរនោះមិនអាក្រក់ទេដកប្រឡាយចេញយើងត្រូវជីកវាចេញហើយមើលវាយើងអាចចាក់ចេញបានលុះត្រាតែប្រឡាយត្រូវបានទឹកពេញតើនរណានឹងនិយាយថាប្រឡាយគ្មានប្រយោជន៍ទៅថ្ងៃអនាគតដំបូងគិតពីអ្វីដែលបានកើតឡើងកាលពីយប់មិញខ្ញុំត្រូវបានស្ដីបន្ទោសជាចម្បងចំពោះអ្វីដែលបានកើតឡើងកាលពីយប់មិញខ្ញុំជាអ្នកដឹកនាំការចាក់បំពេញប្រឡាយខ្ញុំក៏ជាអ្នកនាំមុខគេដែរក្នុងការនិយាយថាលេនម៉ូបិទផ្លូវរកលុយបន្ទាប់ពីមានរឿងមួយកើតឡើងខ្ញុំបានដាក់បន្ទុកលើគាត់លេនម៉ូសុំទោសកំហុសរបស់អ្នកត្រូវបានធ្វើរួចហើយឥឡូវនេះអ្វីដែលសំខាន់បំផុតគឺមិនត្រូវធ្វើកំហុសតែម្ដងទៀតទេចុះលើក្រោយខ្ញុំស្ដាប់អ្នកមិនអាចទទួលស្គាល់កំហុសរបស់អ្នកហើយបណ្ដោយវាទៅវិញទេសប្តាហ៍ថ្ងៃនេះខណៈអ្នករាល់គ្នានៅក្នុងភូមិយើងត្រូវកំណត់ច្បាប់យើងមិនអាចរញ៉េញ៉ៃទៀតទេចាប់ពីថ្ងៃនេះទៅគ្មាននរណាម្នាក់អាចចាក់ទឹកបង្ហូរចាស់ទាំង3នៅក្នុងភូមិថេងវ៉ាន់ដោយឯកជនបានទេមុនរដូវភ្លៀងអ្នករាល់គ្នាត្រូវបោះសម្អាតការិយាល័យច្បាប់នេះគួរត្រូវបានបង្កើតជាយូរមកហើយប្រឡាយលូមេទី1និងទី3មិនត្រូវបានអនុញ្ញាតឲ្យបំពេញដោយឯកជនទេហើយត្រូវបង្វែរនិងស្ទះពួកគេត្រូវការជួសជុលពង្រីកនិងបោះសម្អាតដីត្រូវតែជំរះតាមរយៈការពិភាក្សារួមគ្នានិងបញ្ជាក់ទី2ប្រឡាយត្រូវសម្អាតភូមិឲ្យស្មើគ្នាមុនរដូវភ្ជួររាស់រាល់ឆ្នាំមុនរដូវវស្សាគ្រួសារនីមួយត្រូវចូលរួមចំណែកការងារតានេះតឹងរឹងពេកទេតើវាតឹងរឹងពេកទេទឹកអាចត្រាំនៅខាងមុខនិងខាងក្រោយផ្ទះទី3ជីកដីហើយកុំភ្ជាប់ផ្ទះកញ្ចក់ដោយងឹតតងល់ផ្លូវចូលលូនិងផ្លូវចូលស្រែត្រូវតែបិទជាលក្ខណៈឯកជនមុនពេលចាក់ចេញពីទីផ្សារទី4វាជាទំនួលខុសត្រូវរបស់អ្នកផ្ទាល់ការទិញបង្រួបបង្រួមនៃសំណាបជីខ្សែភាពយន្តពង្រីកនិងរបស់ផ្សេងទៀតត្រូវតែបង្ហាញតម្លៃប្រភពការដឹកជញ្ជូនហើយអ្នកចែកចាយមិនត្រូវបានអនុញ្ញាតឲ្យដំឡើងថ្លៃជាលក្ខណៈឯកជនឡើយទី5មុននឹងគម្រោងដាំដុះត្រូវពិនិត្យសណ្ឋានដីការបង្ហូរទឹកលក់និងហានិភ័យអ្នកមិនអាចធ្វើតាមនិន្នាការដោយមើលមិនច្បាស់លាស់ដោយផ្អែកលើវីដេអូហើយយកប្រាក់ចំណេញពីភូមិផ្សេងដោយផ្ទាល់មាត់បន្ទាប់ពីការចុះហត្ថលេខាត្រូវតែមានប្រឡាយមិនតិចជាងខ្ញុំធ្លាប់គិតថារឿងចាស់ទាំងនេះគ្មានប្រយោជន៍ទេហើយឥឡូវខ្ញុំឃើញថាវាពិតនឹងសមហេតុផលរូបភាពមានប្រយោជន៍និងមានប្រយោជន៍ជាងមនុស្សមានឆន្ទៈក្នុងការស្ដាប់តម្លៃនៅទីក្រុង Bloomberg គឺ180ហេតុអ្វីបានជាអ្នកសរសេរ220នៅក្នុងកណនីរបស់អ្នកក៏មានថ្លៃដឹកជញ្ជូនផងដែរអ្នកមិនគ្រាន់តែមើលតម្លៃនៅក្នុងទីក្រុងមិនមែនជាថ្លៃដឹកជញ្ជូនដែលបានចុះបញ្ជីដោយឡែកទេនេះត្រូវបានសរសេរដោយផ្អែកលើតម្លៃដែលអាចត្រូវបានផ្គូផ្គងឥឡូវនេះយ៉េងហៅបានគិតប្រាក់យ៉ាងហោចណាស់ច្រើនជាង3-500បន្ថែមទៀតនៅក្នុងកណនីនេះយ៉េងហៅតើអ្នកចាំការទូទាត់1និង2ក្នុងកណនីនេះដោយរបៀបណាបើទោះបីជាអាចទទួលបានច្រើនក៏ដោយក៏ខ្ញុំមិនចង់បោកអ្នករាល់គ្នាដែរខ្ញុំបានទៅក្រុងដើម្បីតាក់ទងលោកមេវឆេងឲ្យជួយទាញទំនិញវាត្រូវតែមានការខិតខំបន្តិចលុយពិបាកអាចបញ្ជាក់យ៉ាងច្បាស់ថាអ្នករាល់គ្នាសុខចិត្តបង់ប៉ាខ្ញុំបានប្រាប់អ្នកឲ្យថយក្រោយតាមដែលអាចធ្វើបានស្រកដែលមានទឹកតិចមុនដំបូងត្រូវបង្ហូរចេញនិងមានខ្យល់ចេញចូលបន្ធូរដីពីលើហើយកុំទុករសលួយទាញដីដែលមានសម្ពាធទាបកុំលាបផ្លែស្បឺរីជាមុនសិនផ្លាស់ប្ដូរពួកវាទៅជាបន្លែហាស់ទឹកស្ពៃបៃតងនិងសំណាបរ៉ាឌីផ្លែស្បឺរីមានស្ថិរភាពជាងឥឡូវនេះរោងនេះទើបនឹងដាក់ហើយរុះរើមិនយូរប៉ុន្មានឥឡូវនេះវាមិនមែនជាការប្រៀបធៀបថាអ្នកណាអាចចែកផ្លូវជាមួយវាបាននោះទេវានិយាយអំពីការកាត់ការខាតបង់យ៉ាងឆាប់រហ័សហើយជីកទៀបហើយបន្ទាប់មកបិទផ្លែស្បឺរីពេលភ្លៀងធ្លាក់លើក្រោយត្រូវដោតវារួចដូរវាប្រសើរជាងដីដែលរលួយទាំងស្រុងថែងលេងមកSensei ធ្លាប់សើចចំអកឲ្យអ្នកដោយភាពខ្មាស់អៀនប៉ុន្តែ Sensei មានការភ័ន្តច្រឡំ
កុំធ្វើតាមនិន្នាការនាពេលអនាគតអ្នកថ្មើរជើងមិនអាចរំពឹងថាវានឹងឈប់ភ្លៀងទេអ្វីដែលយើងគួររៀនគឺរបៀបឆ្លងភូមិធីងវ៉ាន់ពេលភ្លៀងធ្លាក់ទីបំផុតខ្ញុំបានបន្ទាបក្បាលចុះហើយឃើញភក់នៅក្រោមជើងលេនម៉ូតើអ្នកគិតថាទឹកស្ពៃនេះអាចកាត់ជាបាច់បានទេតើនរណាជាអ្នកបងថ្លៃបន្លែឈប់យល់ច្រឡំតើលេនម៉ូពិតជាអាចលក់ពួកគេបានទេតើគេអាចលក់ចេញបានទេមើលទីផ្សារតែរបស់ថ្មីហើយតម្លៃក៏ពិតមានឱកាសបន្លែបៃតងតូចទាំងនេះក៏ត្រូវបានរើសថ្មីនៅពេលព្រឹកផងដែរមើលរបស់ដែលរើសនៅផ្ទះកែប្រែរួចក៏ល្អហើយជីវិតក៏បែបនឹងដែរតើតែមានផ្លូវទើបអាចទៅមុខបានស្មៅមួយដុំប៉ុណ្ណឹងស្ទះស្អីកើតស្មៅមួយដុំស្ទះមាត់ទឹកគឺអាចបង្វែរទីដៅទឹកបានមិនទាន់រៀងចានឹងការខាត់បងលើកមុនទៀតឬយប់នេះមានភ្លៀងត្រូវត្រួតពិនិត្យប្រឡាយខាងជើងមាត់ទ្វារនិងមាត់ស្រះព្រះខែឲ្យសព្វក្រុមឈិងឈីវកន្លះម៉ោងទៀតជួបជុំគ្នានៅដាហួយស៊ូយប់នេះផ្លាស់វេនគ្នាយាមមាត់ទឹកចូលក្នុងផ្ទះទៅកុំរត់ទៅជិតទឹកតោះទៅនៅមាត់ស្រះនោះកុំឲ្យដាច់មនុស្សបើទឹកហូរខ្លាំងត្រូវសម្អាតម្ដងទៀតអត់ទឹកចង្កៀងទេខាងខ្ញុំក៏គ្មានបញ្ហាអីដែរខ្ញុំធ្លាប់មានការភ័ន្តច្រឡំហើយតែងតែគិតថាវារារាំងផ្លូវនៃការរកលុយឥឡូវនេះខ្ញុំដឹងថាវាមិនមែនជាការរារាំងផ្លូវនៃការរកលុយនោះទេគឺដើម្បីរក្សាផ្លូវនៃការរកលុយឲ្យនៅរស់ខ្ញុំគ្រាន់តែដឹងថាអ្នកណាហ៊ានបំពេញវានៅថ្ងៃនាគតខ្ញុំជាមនុស្សដំបូងដែលបដិសេធមិនព្រមទទួលភ្លៀងនេះឬភ្លៀងនោះប៉ុន្តែភូមិកង្កែបលែងជាភូមិកង្កែបដូចលើកមុនទៀតហើយតើអាចដាំគ្រាប់ពូជដែលខ្លាចធ្លាក់គល់កង្កែបទាបនៅផ្ទះខ្ញុំទេដាំរំទឹកឃ្មុំពណ៌មាសចេញឆាប់ហើយផ្ដល់ទិន្នផលខ្ពស់ភូមិជាច្រើននៅខាងក្រៅទីក្រុងកំពុងប្រញាប់ប្រញាល់ដើម្បីទទួលបានសំណាបស្បឺរេរបស់អ្នក
វាមានផលចំណេញច្រើនក្នុងការជំនួសពួកគេតើសំណាបសមស្របសម្រាប់ការជីកទៀបដែរឬទេមនុស្សគ្រប់គ្នានៅក្នុងទីក្រុងចូលចិត្តផ្លែលឹកខ្ញុំបានសួរអ្នកថាតើអ្នកចង់ទិញពួកគេតើអ្នកកំណត់តម្លៃដោយរបៀបណាតើអ្នកសរសេរនេះទេការទិញអាស្រ័យលើទីផ្សារតម្លៃក៏អាស្រ័យលើពេលវេលាផងដែរបន្ទាប់មកសរសេរយ៉ាងច្បាស់អំពីប្រភេទតម្លៃដីក្នុងទីក្រុងលក្ខខណ្ឌសងត្រឡប់និងវិធីទិញត្រូវបានសរសេរយ៉ាងច្បាស់ដោយប្រជាជននៅជនបទមិនសរសេរឲ្យច្បាស់អ្នកណាហ៊ានទិញផ្ទះខ្ញុំទេគេជីកបានតិចខ្ញុំខ្លាចបាត់ខ្ញុំមិនហ៊ានទិញដោយមិនរើសមុខទេទឹកដែលនៅត្រឹងនេះមានន័យថាគុំត្រាំវាក្នុងរយៈពេលយូរតើវាមិនមានន័យថាសូម្បីតែទឹកតិចតួចក៏មិនដំណើរការមែនទេឃើញច្បាស់ថាវាស័ក្តិសមសម្រាប់ទឹកដែលនៅត្រឹងក្នុងដីមានលូតើអ្នកណាទិញវាចុះហត្ថលេខានៅខាងក្រោយការពិពណ៌នានេះដើម្បីទិញច្រើនតាមដែលអ្នកចង់បានសរសេរឲ្យបានច្រើនតាមដែលអ្នកចង់បានវាមិនចាំបាច់ទេខ្ញុំមិនណែនាំវាទេខ្ញុំបានជីករណ្ដៅនៅក្នុងផ្ទះរបស់ខ្ញុំដោយគ្មានហត្ថលេខាខ្ញុំដាំអាហាររហ័សជាមុនសិនខ្ញុំបានទិញតែ2ថាសមកដាំនៅជ្រុងខ្ពង់រាបខ្ញុំបានសាកល្បង3ថាសដំបូងខ្ញុំមិនបានភ្ជាប់ចំណិតទេហើយក៏មិនបានទិញច្រើនដែរខ្ញុំបានទិញខ្លះហើយសាកល្បងវាជាមុនសិនមុននឹងសម្រេចចិត្តលើជំហានបន្ទាប់អញ្ចឹងអ្នកសាកល្បងសំណាបក្រោយគេសិនហើយបន្ទាប់មកខ្ញុំលៃមកតើអ្នកធ្លាប់បោកប្រាស់អ្នកទាំងអស់គ្នាដូចឡៅយ៉េងពីមុនទេអ្នកមានការព្រួយបារម្ភជាងគាត់ឡើយជេងយ៉ាងហោចណាស់នឹងត្រូវបានសួរពេលនោះអ្នកប្រាថ្នាឲ្យអ្នករាល់គ្នាប្រញាប់ប្រញាល់តាមអ្នកភ្លាមតើខ្ញុំគួរធ្វើដូចម្ដេចប្រសិនបើគ្មាននរណាម្នាក់មកទីនេះនៅព្រឹកនេះទី1សូមឲ្យអ្នកដើរកាត់បានដឹងថាមានអ្វីសម្រាប់លក់នៅទីនេះវាងាយស្រួលក្នុងការបើកបរបន្តិចម្ដងមនុស្សនឹងមកសួររកអាសយដ្ឋានអ្នកអាចផ្ញើអាសយដ្ឋានបានប៉ុន្តែកុំនិយាយបំភ្លើគ្រាន់តែនិយាយថាវាគ្រាន់តែជាផ្សារតូចមួយនៅច្រកចូលភូមិបន្លែស្រស់គ្មានអ្វីនៅលើផ្លូវជាតិទេហាងឆែកអ៊ីនធឺណិតដ៏ល្បីល្បាញពិតជាមានអ្នកមកលក់ដូចធម្មតាកុំភ័យខ្លាចទុកតែដែលត្រូវបានកាត់នៅពេលព្រឹកគ្រាន់តែត្រឡប់មកវិញហើយគោវាជាមាន់ដែលដាំដុះនៅផ្ទះទាំងអស់ខ្ញុំទើបតែយកវាមកព្រឹកមិញខ្ញុំមិនខ្វល់នឹងប៊ីប៊ីមបបនិងគុយទាវទេវាក្រអូបទាំងអស់ខ្ញុំទើបតែដកវាចេញនៅព្រឹកនេះហើយវាមិនបានពេញមួយយប់ទេតើអ្នកអាចញ៉ាំបានទេក្មេងនិយាយថាពួកគេឃ្លានខ្ញុំមានឆ្នាំងមួយហើយអាចធ្វើគុយទាវនៅផ្ទះបានខ្លះបន្លែបៃតងគោនិងគុយទាវធ្វើដោយដៃអ្នកត្រូវក្រោកឡើងហើយញ៉ាំមួយរយៈវាមានរសជាតិឈ្ងុយឆ្ងាញ់ញ៉ាំចានដែលអ្នកធ្វើនៅផ្ទះឲ្យបានច្រើនពួកវាស្រស់និងមានរសជាតិឆ្ងាញ់យើងនឹងត្រឡប់មកវិញនៅពេលក្រោយខ្ញុំមានចិត្ត180ខ្ញុំមាន130ហើយរ៉ាឌីស្ងួតរបស់ខ្ញុំលក់បានជាង200ខ្ញុំធ្លាប់ឮថាមួយក្តាប់តូចបានរាប់ម៉ឺនពេលដងខ្ញុំក្តៅឥឡូវនេះខ្ញុំដឹងថាខ្ញុំអាចរកប្រាក់បាន10ទៅ8យន់ហើយខ្ញុំសប្បាយចិត្តណាស់ព្រោះលុយពិតជាបានមកពីការលក់បន្លែដោយដៃផ្ទាល់
ទីផ្សារចុងសប្តាហ៍នឹងត្រូវបានជួសជុលនាពេលអនាគតប៉ុន្តែច្បាប់ត្រូវតែកំណត់ជាមុនសិនមិនខ្វះមាសទេបន្លែតិចលីបន្លែល្អតម្លៃធូរថ្លៃបើកលក់មិនដាច់មិនរើសអើងតម្លៃនឹងលក់តើអ្នកគិតថាភូមិនេះពិតជាអាចមានភាពល្អប្រសើរក្នុងពេលអនាគតដែរឬទេទោះបីមិនអាចបង្កើតរឿងធំបានទេប៉ុន្តែក្បួនសសររបស់របរមនុស្សល្អនឹងចិត្តស្មប់នឹងងើបឡើងបន្តិចម្ដងមិនអីទេប៉ុន្តែវាយឺតពេកយឺតដូច្នេះវាទំនងជាធ្លាក់តិចជាង